chủng bọn bông thế kia đừng bọn mười kia nè cái đá ngay cái đá chế nhưng một lúc con đồ hay là nào với bọn nơi bằng cọ và hay dân mới nó có pua mát bọn cho tim mát pua san này cho anh sao mũi hay khơi thì cầm nộp trong bánh bà pe chlong năm pe bay một chuối xa đấy bọn này bà khơi trong bánh ti krong món bà này cái pua mát bọn mình cho nít nó cho anh ti sam mũi bà hay nít cứ chỉ cầm rong và city view condo nó tầm bọn nít cứ mình sờ miền thế hay penthouse ประเภทนี้คือมีนมันจานได้แล้วนี่นั่นไงไอ้ดาวมือที่สุด bà xa đâu khôngนี่cáiตัวnhiều cái bà mẹ ជា Sky Launch Table Island បាទហើយកន្លែងនេះគឺសម្រាប់ចង់ថាយើងអាចជប់លៀងឬក៏ញ៉ាំអីដើម្បីមើលទិដ្ឋភាពហើយនឹងទទួលខ្យល់អាកាសសុទ្ធខ្យល់ចូល direct ហើយពន្លឺថ្ងៃចូល direct តែម្ដងបាទនេះខ្ញុំនាំមើលបាទធំលេហ្មងណា Penthouse នេះគឺមានទំហំរហូតដល់563ម៉ែត្រការ៉េຂະຫນາດនេះគឺកម្រមានណាស់ហើយនិយាយទៅនៅក្នុងទីក្រុងភ្នំពេញគឺមានតែតូចៗឬក៏អាចតូចជាងនេះអញ្ចឹងណាអញ្ចឹងធំប្រភេទនេះគឺពិបាករកហើយនេះគឺជា living room បាទជើ living room នេះគឺប្រកបដោយផាសុកភាពមានថាទំហំក៏ធំដែរមានថាអង្គុយលេងឬក៏ទទួលភ្ញៀវជាមួយនឹងមិត្តភ័ក្តិឬក៏មានមិត្តភ័ក្តិ VIP អីអាចជួយមកទីនេះបានមានទូទាស់មើលទៀតបាទធំហ្នឹងហ្មងហើយឃើញទេសភាពទៀតមើលឃើញទេសភាពទៀតបាទអានេះមានវីដេអូមើលទៀតនេះឃើញទេសភាពដូចអំបញ្ញមិញជំនាញថាអាចអង្គុយលេងក្នុងក្រៅក៏បានហើយបាទទេសភាពស្អាតណាយើងអាចអង្គុយលេងទីជាកន្លែងដល់ទលាយមួយទៀតខ្ញុំបង្ហាញបាទបិទវាងដូនតែប្រើ tele បាទអញ្ចឹងយើងបិទខាងក្នុងមុនក៏បានអញ្ចឹងយើងចង់បាំងពលឺថ្ងៃកុំឲ្យចូលពេកកុំឲ្យក្តៅពេកយើងអាចបិទវាទៅបាទគឺនាំមើលកន្លែងញ៉ាំបាយបាទអញ្ចឹងកន្លែងនេះគឺកន្លែងញ៉ាំបាយហើយមានតុដល់ធំទូលាយហើយខ្ញុំអង្គុយសាក់មើលបាទអង្គុយសាក់មើល10នាក់អីមកឆ្ងាញ់បាទនៅនេះតុនេះគឺ Island Table គឺកន្លែងចំអិនអាហារធ្វើម្ហូបបាណា mini bar ហើយបើធ្វើផ្លែឈើឬក៏យើងលាងកៅលាងអីយើងអាចនេះបានហើយកន្លែងបាសម្រាប់ចាក់ស្រាចាក់អីចឹងទៅហ្នឹងហើយខាងក្នុងនេះគឺជាចក្រានថាប្រភេទចក្រានចំអិនឬចក្រានដែលប្រើប្រាស់គេហៅចក្រានសើមដើម្បីបដាយើងអាចមើលទេសភាពឃើញបដានេះបើក view បានទៀតនេះខាងណាវិញហ្មងទីតាំងនេះនៅខាងជើងបាទខាងជើងបងឃើញមកទលេឃើញស្ពានចូលយូបាទៀតចិត្តដែរហ្នឹងបាទខាងជើងបាទចឹងមើលថាយើងឃើញ view ច្រើនទិសនេះបងមើល3 4ទិសនេះស្ពាននេះគេបងនេះស្ពាននេះគេខ្ញុំស្រូមទៅនេះបាទនេះស្ពានចូលយូបានេះចុះខាងនេះបងខាងនេះទៅសែនសុកទៅអីបងបាទនេះឃើញទៅទួកោតនិងសែនសុកបងមើលអាគារនេះមើលអាគារធំៗនេះខាងទួកោតគឺស្បូរអាគារដែរបាទហើយទៅឆ្ងាយតិចគឺសែនសុកខ្ញុំនាំមើលបន្ទប់តូចមើលសិនបាទអញ្ចឹងបន្ទប់នេះគឺអាចថាបន្ទប់កូនឬក៏បន្ទប់មាន view មួយទៀតបាទមាន view ដែរគឺទៅនៅនេះគឺមាន view សងខាងទាំងអស់រាល់បន្ទប់គឺមាន view អញ្ចឹងក្នុងបន្ទប់ទាំងអស់គឺមាន decor មានជាទូមានទឹកអាវអីមួយ set មកមួយណាអញ្ចឹងមកយើងចូលទៅខ្លួនយើងមានទាំងអស់បាទអញ្ចឹងបន្ទប់អាវអីតុសាឡុងអីមានទាំងអស់ទូចស្អាតសមល្មមប៉ុណ្ណេះបាទមកបន្ទប់គេបងនៅនេះគឺមាន4បន្ទប់គេងហើយមិញមួយក្នុងចំណោមហ្នឹងហើយមានបន្ទប់ទឹកមួយទៀតគេហៅថា powder room បាទនេះហៅថាបន្ទប់ទឹកខាងក្រៅបាទចឹងឥឡូវនាំមកមើលបន្ទប់មួយទៀតបន្ទប់ master room បាទនេះហៅ master room អញ្ចឹងបន្ទប់ master room នេះដើរហួសបាទដើរហួសអញ្ចឹង master bedroom បាទ master bedroom គឺមានបន្ទប់ទឹកធំស្អាតហើយមានបន្ទប់ទឹកគេធំ bathtub ទៀតនេះមានបាទអាងទឹកទៀតនេះបាទមិនមែន swimming pool ទេបាទនេះគឺ bathtub យើងអាចងូតទឹកបាននិយាយទៅមានទាំងអស់ហើយបងណាយើងមកយើងចូលទៅខ្លួនក៏យើងមានបញ្ចប់ឧបករណ៍អីបាទមុនចូលដល់កន្លែងបន្ទប់គេងឲ្យមើល walk-in closet មួយ walk-in closet នេះគឺសម្រាប់ដាក់ស្បែកជើងហើយនឹងក៏អាវបាទហើយមិនធំប្រហែលទេបើធៀបនឹងទំហំរបស់penthouse នេះតែម្ដងប៉ុន្តែគេធ្វើមកសម
សំលមមមានថាអាចដាក់របស់របរខោអាវឲ្យបានមកលមមបាទ សំខាន់ខ្ព ហើយ ស់ បាទ បាទ អញ្ចឹង walk in closet នេះគឺសម្រាប់ lady គឺត្រូវគឺពេញចិត្តតែម្ដងបាទអញ្ចឹងយើងមកមើលកន្លែង master bedroom នេះជា master bedroom អញ្ចឹងនៅក្នុង master bedroom នេះគឺមានមក complete មានថាវាជាលក្ខណៈ private អញ្ចឹងគាត់ត្រូវមានបន្ទប់ទឹកនៅក្នុងហ្នឹងរបស់ខ្លួនគាត់ត្រូវមាន walk in closet សម្រាប់ដាក់ទ្រព្យជើងស្បែកជើងរបស់គាត់ហើយនឹងសម្ភារៈប្រើប្រាស់របស់គាត់ហើយនឹងខោអាវបាទហើយមានបាទអញ្ចឹងមើលទៅស្អាតបាទឥឡូវសូមអង្គុយសាកមើលដើម្បីដឹងអូទលាយ ចូលមកបោះជើងទៀត ទលាយស្អាតអូយយូថាព័ទ្ធជុំវិញហ៎ យូគឺព័ទ្ធជុំវិញនៅក្នុង master bedroom នេះគឺពីរទិសធំហើយមានពីរទិសធំគឺខាងត្បូងហើយនៅខាងកើតបាទអញ្ចឹងត្បូងខាងកើតបើទៅហើយចេញក្រៅបានទៀតបងហ៎ ហ្នឹងហើយចេញក្រៅបានទៀតបាទចេញក្រៅបាន បាល់កនីធំទៀត បាទហ្នឹងហើយ ដាក់តុកដៃបានពេលល្ងាចយើងញ៉ាំអាហារញ៉ាំអីបានទៀតណាបងណា ទីសភាព នេះ ក្រៅពី master bedroom គឺអាចមានបន្ទប់តូចទៀត បាទមានបន្ទប់តូច3ទៀតប៉ុន្តែមិញបានមើលឃើញមួយហើយឥឡូវមកមើលបន្ទប់តូចទី2មកបន្ទប់តូចទី2នេះគឺបន្ទប់នេះគឺសម្រាប់ថាកូនឬក៏ប្អូនអីឬក៏ហ្នឹងហើយ សមាជិកគ្រួសារណាមួយបាទអញ្ចឹងអានេះទូជាងកន្លែងយើងមើលមុនបន្តិចប៉ុន្តែនេះខាន់មានបន្ទប់ទឹកទៀតហើយនេះគឺជាបន្ទប់ចូលមកពេលកូនហ្នឹងអាចថាបន្ទប់កូនឬបន្ទប់អ្នកសមាជិកគ្រួសារដែលជាបន្ទប់តូចអញ្ចឹងតែគ្រប់បន្ទប់ទាំងអស់គឺយើងមាន view បាទសិតតែមាន view ហើយ view ខាងនេះ ពិសេសគឺមាន view បែរទៅម្ដុំមកទលេអញ្ចឹងខាងនេះចុង4បន្ទប់គេណាបង penthouse នេះបាទ penthouse នេះគឺមានបន្ទប់គេហើយសំខាន់គឺយើងពេលយើងមកដល់កន្លែង hall មួយនេះគឺមានថាទាំងសងខាងគឺមានទូលាយតែម្ដងអញ្ចឹង563ម៉ែត្រការ៉េនេះគេធ្វើឲ្យខ្លះគឺគេផ្ដោតទៅលើកន្លែងរស់នៅមានថា living room ហើយនឹងកន្លែង dining ធម្មតាពេលដែលសមាជិករស់នៅក្នុងគ្រួសារគាត់មិនចំណាយពេលក្នុងបន្ទប់របស់គាត់ទេភាគច្រើនគឺគាត់ចំណាយពេលនៅក្នុង living room ហើយនឹងកន្លែងញ៉ាំអញ្ចឹងណាអញ្ចឹងហើយគឺ penthouse ដែលធំទូលាយនេះគឺគេផ្ដោតទៅលើកន្លែងរស់នៅមានថាកន្លែង living room living space អញ្ចឹង living space មានច្រើនកន្លែងគឺកន្លែង living room មួយហើយនៅខាង balcony ដ៏ធំ balcony នេះគឺដូចជា sky bar របស់គាត់មួយអញ្ចឹងគាត់អាចមកមើល sky bar ដដែលបាទមាន sky bar ទៀតបង sky bar មិនដែលយើងបានឃើញមិននេះលក្ខណៈដូចថា sky bar open space អញ្ចឹងហើយគេធ្វើអានេះធំដើម្បីឲ្យយើងអាចចង់និយាយថាពេលដែលនៅមានថាអារម្មណ៍ស្រស់ស្រាយហើយមិនធុញទ្រាន់